ថាបាស៊ីគឺជាសៀវភៅរបស់អ្នកនិពន្ធ Rebecca Kuang ជាប្រភេទ Dark Academia Fantasy with just a little romance ដែលនិយាយអំពីតួអង្គសំខាន់ពីរនាក់ Alice ហើយនិង Peter ដែលពួកគាត់ទាំងពីរគឺជាសិស្ស post graduation រៀននៅសាលា Cambridge ក្នុង Department Analytic Magic ដែលអ្នកទាំងពីរគឺជាគូប្រជែងនឹងគ្នាដែល Alice គឺជានារីដ៏ស្រស់ស្អាតម្នាក់ហើយ Peter គឺជាបុរសសង្ហាម្នាក់ហើយពួកគាត់ទាំងពីរនាក់ហ្នឹងគឺប្រកែកហើយនឹងឆ្លាតដូចគ្នាពួកគាត់ទាំងពីរនាក់បានសម្រេចចិត្តចុះទៅ Underworld Hell ជាមួយគ្នាដើម្បីទៅជួយសង្គ្រោះព្រលឹងគ្រូរបស់គាត់មកវិញគឺលោក Professor Jacob Crime ដែលគាត់បានបាត់បង់ជីវិតក្នុងហេតុការណ៍ Magic Experiment មួយដែលវាគឺជាកំហុសរបស់ Alice ពួកគាត់ទាំងពីរនាក់ត្រូវតែទៅជួយសង្គ្រោះព្រលឹងគ្រូរបស់ពួកគាត់មកវិញក្នុងហេតុផលដើម្បីបំពេញ Committee Chair ក្នុងការធ្វើនឹងការពារនិក្ខបបទនិង Recommendation Letter ដែលទាក់ទងទៅនឹងមុខវិជ្ជាដែលពួកគាត់បានរៀនក្នុងដំណើរចុះទៅឋាននរកនេះគឺមានគ្រោះថ្នាក់ខ្លាំងមែនទែនដែលពួកគាត់ទាំងពីរនាក់ត្រូវប្រឈមមុខជាមួយនឹងឧបសគ្គនិង Shake ជាច្រើនដែល Shake គឺជាពាក្យកម្ចីក្នុងភាសាក្រិកតែនៅក្នុងសៀវភៅនេះបានបកស្រាយថាវាគឺជាព្រលឹងនៃអ្នកស្លាប់ដែលរស់នៅក្នុង Underworld នឹង Magic System នៅក្នុងសាច់រឿងនេះគឺប្លែកដែលពួកគេទាំងពីរនាក់ត្រូវប្រើដីសគូសដោយដៃក្នុងការគូស Pentagram ដែលប្រើពាក្យពេចន៍ចេញពីភាសាក្រិកលាយឡំជាមួយនឹង Mythology World Building អ្នកនិពន្ធគាត់ធ្វើបានល្អដូចគ្នាដោយគាត់បាន mention element និងតួអង្គផ្សេងនៅក្នុងសាសនាពុទ្ធសាសនាក្រិកពុទ្ធសាសនានិងគ្រឹះសាសនាផងដែរសម្រាប់ការយល់ឃើញរបស់ខ្ញុំសាច់រឿងចាប់ផ្ដើមដំបូងគឺហុកបានល្អហើយចុងបញ្ចប់នៃសាច់រឿងគឺខ្ញុំមានអារម្មណ៍ថាវា satisfy ដែលអ្នកនិពន្ធគាត់ធ្វើបានល្អក្នុងការ execute ដែលខ្ញុំគិតថាគាត់ចង់ឲ្យអ្នកអានមានអារម្មណ៍ថារំភើបហើយទទួលបានអារម្មណ៍ធូរស្រាលខ្លះដោយសារតែនៅចន្លោះនៃការចាប់ផ្ដើមនៃសាច់រឿងនិងចុងបញ្ចប់គឺវារៀង slow បន្តិចខ្ញុំស្រឡាញ់សាច់រឿងនៅក្នុងសៀវភៅនេះប៉ុន្តែខ្ញុំអត់ recommend វាទៅកាន់អ្នកដែលអត់ដែលបានអានសៀវភៅរបស់អ្នកនិពន្ធ Rebecca Kuang ពីមុនមកទេដោយសារតែ head pod pacing នៃការសរសេររបស់គាត់ជាចុងក្រោយខ្ញុំចង់ add បន្ថែមបន្តិចគឺខ្ញុំស្រឡាញ់សាច់រឿងនិង action នៅកន្លែងទន្លេលីខ្លាំងមែនតើនៅក្នុង Greek mythology ទន្លេហ្នឹងរាល់ព្រលឹងដែលបានប៉ះឬក៏ផឹកទឹកនៅក្នុងទន្លេហ្នឹងគឺពួកគាត់នឹងបំភ្លេចរឿងគ្រប់យ៉ាងការពួកគាត់នៅរស់មុននឹងពួកគាត់ទៅចាប់ជាតិសាសន៍ជាថ្មី